ហើយខ្ញុំនិយាយម្ដងទៀតតាំងពីដើមអាណត្តិមកដល់ម៉ោងនេះរដ្ឋាភិបាលអត់មានគម្រោងនៅក្នុងការកាត់បន្ថយឬបង្កើនក្រសួងស្ថាប័ននោះទេប៉ុន្តែអ្វីដែលសំខាន់គឺយើងប្រកាន់ជំហរពង្រឹងជាជាងពង្រីកពង្រឹងស្ថាប័នក្រសួងនីមួយៗដែលយើងធ្វើវិភាគមុខងារនិងកែតម្រង់មកដល់ម៉ោងនេះក្នុងនោះយើងធ្វើអីទី1ពង្រឹងរចនាសម្ព័ន្ធទី2ពង្រឹងប្រព័ន្ធការងារទី3ពង្រឹងធនធានមនុស្សធ្វើម៉េចដាក់អានឹងជាគោលដៅមុនសិនអ្វីដែលមានស្រាប់កុំអើបោះវាចោលកុំអើបកើនផ្សេងទៅថាវាមិនតាន់ដើរត្រូវមើលវាសិនមានប្រព័ន្ធដែរហើយក្រសួងស្ថាប័នប្រព័ន្ធនឹងមន្ត្រីដែលយើងមានគ្រប់ក្រសួងស្ថាប័នតាំងពីថ្នាក់ជាតិដល់ក្រោមជាតិបែងចែកត្រូវបំពាក់ជំនាញត្រូវអត់តើក្រសួងស្ថាប័នមួយនេះវាជន់ការងារគ្នាយ៉ាងម៉េចជាមួយផ្សេងវិភាគញែកឲ្យដាច់តើនាយកដ្ឋានមួយអគ្គនាយកដ្ឋានមួយក្នុងក្រសួងនឹងត្រូវការជំនាញឬមួយកាត់បន្ថយកែសម្រួលយ៉ាងម៉េចយើងធ្វើអាហ្នឹងចឹងរចនាសម្ព័ន្ធបង្រៀនបង្រួមកន្លងទៅយើងធ្វើបានកាត់បន្ថយអគ្គនាយកដ្ឋានមួយចំនួនបាទផ្សេងអីចឹងទៅហើយកន្លែងខ្លះក៏យើងត្រូវពង្រឹងបន្ថែមឧទាហរណ៍ថាខ្វះ AI យើងបង្កើតផ្នែក AI មួយទៅពន្ធដារអីចឹងទៅព្រោះដើម្បីឲ្យដើរទាន់សភាពការ BS សេវាកម្មឆាប់រហ័សសុវត្ថិភាពដែលជាទីទុកចិត្តរបស់លោកអ្នកក្រុមហ៊ុន BS Transportation and Trading Co Ltd ត្រូវបានបង្កើតឡើងដើម្បីបំពេញតម្រូវការក្នុងវិស័យដឹកជញ្ជូននៅក្នុងប្រទេសកម្ពុជាយើងផ្ដល់ជូននូវសេវាកម្មធំចំនួន3រួមមានសេវាកម្មបញ្ញាអីវ៉ាន់ឆាប់រហ័សទូទាំងប្រទេសសេវាកម្មដឹកអ្នកដំណើរក្នុងស្រុកនិងក្រៅស្រុកនិងសេវាកម្មភស្តុភារកម្ម BS Transportation and Trading Co Ltd នឹងក្លាយជាជម្រើសទី1របស់អតិថិជនការព្រួយបារម្ភរបស់អ្នកគឺជាទំនួលខុសត្រូវរបស់យើង